មនុស្សយើងបងប្អូនកើតមកតែងតែមានកម្ពស់ខុសគ្នាអញ្ចឹងហើយបងប្អូនបាទមិនអាចដូចគ្នាកម្ពស់ស្មើគ្នាបានទេបងប្អូនបាទអ្នកខ្លះកើតមកក៏កម្ពស់ខ្ពស់អ្នកខ្លះកើតមកក៏កម្ពស់ទាបអញ្ចឹងទៅបងប្អូនបាទមូលហេតុដែលមកពីគាត់មានកម្ពស់ខ្ពស់មូលហេតុដែលអ្នកកើតមកមានកម្ពស់ទាបខ្ញុំក៏អត់ដឹងដែរបងប្អូនបាទមិនដឹងជាកាត់ទូខាងណាមិនដឹងជាកាត់ទូខាងពូជឬទៅកាត់ទូខាងណាខាងណៃខ្ញុំមិនដឹងទេបងប្អូនបាទធ្វើម៉េចអ្នកដែលមានកម្ពស់ទាបបងប្អូនបាទគាត់ទៀបទៅហើយបងប្អូនបាទកុំថាគ្នាកុំថាគិតថាអានេះទៀបហើយកន្ទឿបងប្អូនបាទហើយទៅសួរគិតមើលគិតចង់ទៀបអត់គិតចង់កើតមកនោះក៏មានកម្ពស់ទៀបអត់បងប្អូនបាទគាត់មិនចង់ទៀបទេគាត់ចង់តែកម្ពស់ដូចតាគេដូចតែអីដែរប៉ុន្តែបើគិតបានជាកើតមកជាមានកម្ពស់ទៀបហើយក៏គុំថាគិតគាត់ក៏ជាមនុស្សដែរបងប្អូនបាទហើយយើងអ្នកកម្ពស់ខ្ពស់អ្នកដែលថាគេដែលមានខ្លួនដែលមានកម្ពស់ខ្ពស់នោះរឿងអីហេតុអីបានត្រូវថាគ្នាបាទខ្ញុំឃើញដែរបងប្អូនបាទហេតុអីបានថាគ្នាទៀបចេះថាកន្ទឿមានកន្ទឿអញ្ចឹងពាក្យអាក្រក់ស្ដាប់ណាស់ហើយគ្នាហ្នឹងចង់ទៀបហើយអាងឯងខ្លួនខ្ពស់មើងងាយមនុស្សទៀបបងប្អូនបាទកុំមើងងាយគ្នាអីបាទមនុស្សដូចតែគ្នាទៀបខ្ពស់គឺជាមនុស្សដូចតែគ្នាខ្ពស់ទៀបក៏មនុស្សដូចតែគ្នារាប់អានគ្នាធម្មតាទៅក៏មនុស្សអឹងអ្នកខ្ពស់អ្នកទៀបអីបងប្អូនបាទ